សួស្តីប្រិយមិត្តទាំងអស់គ្នាឥឡូវនេះយើងមកជួបនឹងអេមីនចនធីម្ដងទៀតហើយបាទឥឡូវនេះខ្ញុំបាទចនធីលើករឿងប្រវត្តិសាស្ត្រលោកតាឃ្លាំងមឿននិងព្រះអង្គចន្ទមនីជាប្រវត្តិសាស្ត្រខ្មែរមួយរូបដែរយើងល្បីល្បាញនៅក្នុងបណ្ដាញសង្គមនេះដែរហើយដែលកូនចៅដែលមិនអាចបំភ្លេចបានតគ្នារហូតដល់បច្ចុប្បន្ននេះឯងតើវាជាការចៃដន្យឬជាវាសនាដែលបានកំណត់ពីវីរភាពនៃការលះបង់សាច់ស្រស់ឈាមស្រស់របស់លោកតាឃ្លាំងមឿននាសម័យបុរាណមកដល់ពន្លឺប្រធរដល់បារមីអស្ចារ្យរបស់ព្រះអង្គចន្ទមនីនាសម័យបច្ចុប្បន្ននេះឆនាយើងសូមណែនាំអារម្មណ៍បងប្អូនមកជួបនឹងសាច់រឿងជក់ចិត្តស្ដីអំពីការសាជាប់គ្នានៃព្រលឹងវរៈបរោះជាតិនិងតេជះបារមីព្រះសង្ឃខ្មែររាប់រយរាប់ឆ្នាំមុនលោកតាឃ្លាំងមឿនបានបូជាជីវិតនៅក្នុងរដូវខនដើម្បីកេតតបខ្មោចទៅជួយការពារទឹកដីព្រលឹងដ៏បរិសុទ្ធដែលពោពេញទៅដោយការស្រឡាញ់ជាតិនិងព្រះមហាក្សត្រមួយនេះមិនដែលរលាយបាត់បង់ទៅណានោះទេប៉ុន្តែតែងតែតាមថែរក្សាទឹកដីខ្មែរនិងរងចាំមើលកូនចៅចំនួនក្រោយដែលមានបុណ្យបារមីខ្ពង់ខ្ពស់ដើម្បីបន្តពន្លឺនឹងការពារជាតិសាសនាយើងនេះឯងកាត់មកដល់សម័យបច្ចុប្បន្ននាមចន្ទមនីបានលេចត្រដែតឡើងជាមួយនឹងការគោរពស្រឡាញ់យ៉ាងខ្លាំងក្លាអំពីប្រជាជនខ្មែរកម្ពុជានេះឯងព្រះអង្គចន្ទមនីគឺជាព្រះសង្ឃដែលពោពេញទៅដោយមេត្តាធម៌សិលធម៌ដ៏ស្អាតស្អំនិងមានតែចាស់បារមីចម្លែកដែលអាចញ៉ាំងឲ្យចិត្តមនុស្សស្ងប់ជ្រះថ្លាបានថាទាំងអេដមីននេះទេសំបតែញាតិញោមយាយទាំងអស់ក៏មានចិត្តជ្រះថ្លានេះដែរសំបីតែអេដមីននិយាយរឿងចន្ទមនីក៏មានចិត្តជ្រះថ្លានឹងព្រះអង្គខ្លាំងដែរមនុស្សជាច្រើនតែងតែងឿយឆ្ងល់ថាតើហេតុអ្វីបានជាព្រះអង្គមានបារមីខ្លាំងពូកែយ៉ាងនេះតាមរឿងរ៉ាវបែបជំនឿបារមីគេជឿថាព្រះអង្គគឺជាតួអង្គដែលមានខ្សែលោហិតនិងការសន្សំក្រុងបារមីតាំងពីសម័យលង្វែកដែលត្រូវបំពេញភារកិច្ចស្រោចស្រង់ស្មារតីកូនខ្មែរឡើងវិញមានរឿងដំណើរបែបសហសម័យមួយបាននិយាយថានៅក្នុងការតាំងសមាធិដ៏ជ្រៅរបស់ព្រះអង្គចន្ទមនីព្រលឹងដ៏មានអំណាចរបស់លោកតាឃ្លាំងមឿនដែលជាអ្នកថែរក្សាទឹកដីបានស្ដែងឡើងនៅក្នុងនិមិត្តដើម្បីសម្ដែងការគោរពភារកិច្ចនិងសំផ្ញើដួងព្រលឹងការពារទឹកដីទៅលើពន្លឺប្រធររបស់ព្រះអង្គម្នាក់ជាវរៈបរោះកាន់ដាវការពារទឹកដីដោយលោហិតម្នាក់ជាវរៈសង្ឃកាន់ធរអាការពារស្មារតីកូនខ្មែរដោយសន្តិភាពនេះគឺជាជំនួបពីចំនួនពីរូបភាពប៉ុន្តែមានគោលបំណងតែមួយគត់គឺដើម្បីភាពសុខសាន្តនៃទឹកដីកម្ពុជាមិនថាវេលាកន្លងផុតទៅរាប់រយឆ្នាំយ៉ាងណាក៏ដួងព្រលឹងស្នេហាជាតិរបស់លោកតាឃ្លាំងមឿននិងពន្លឺបារមីរបស់ព្រះអង្គចន្ទមនីនៅតែជាទីពឹងផ្លូវចិត្តដ៏រឹងមាំសម្រាប់កូនខ្មែរគ្រប់រូបចូលរួមថែរក្សាប្រវត្តិសាស្ត្រនិងសាសនាដើម្បីភាពរឹងមាំជាតិយើងលោកតាឃ្លាំងមឿននិងព្រះអង្គចន្ទមនីតើមានការសាបជាប់គ្នាបែបណាខ្លះរវាងពុព្វបរោះកេតតបខ្មោចសម័យលង្វែកនិងលោកតាឃ្លាំងមឿននិងព្រះសង្ឃដែលមានបារមីល្បីល្បាញនាសម័យបច្ចុប្បន្នព្រះអង្គចន្ទមនីមកតាមដានសាច់រឿងនិទានបែបជំនឿប្រវត្តិសាស្ត្រដ៏ជក់ចិត្តមួយនេះទាំងអស់គ្នាសូមចុចទស្សនាវីដេអូពេញដើម្បីយល់ដឹងអំពីអាថ៌កំបាំងនៃដួងព្រលឹងខ្មែរកុំភ្លេចចុច Subscribe Channel របស់ខ្ញុំបាទនាងខ្ញុំផងណា